បាទសូមគ្រប់ជំរាបសួរពុកម៉ែបងប្អូនទាំងអស់បាទអស់លោកស្រីនិងនាងកញ្ញាបាទដែលកំពុងទស្សនានៅវីដេអូរបស់ខ្ញុំបាទត្រង់ចំណុចត្រង់នេះគឺជាបាទផ្លូវមួយចូលទៅទីប្រជុំជនរបស់ភូមិច្រេះបាទហើយពេលនេះខ្ញុំកំពុងតែផលិតយករូបភាពជាវីដេអូមួយដើម្បីបង្ហាញជូនបាទក្រោយពីការចូលឆ្នាំថ្មីប្រពៃណីជាតិរបស់យើងបាទឆ្នាំអាសាញ់ស័ព្ទស័ក2568បាទឆ្នាំថ្មីទេវតាឆ្នាំថ្មីបានចុះមកជួយคุ้មគ្រងថែរក្សាជំនួសទេវតាឆ្នាំចាស់នៅក្នុងទីឋានភូមិច្រេះបាទទីនេះគឺពីដើមឡើយគឺជាស្ថានីយ៍បូមទឹកមួយប៉ុន្តែដោយសារការអភិវឌ្ឍកាន់តែទូលំទូលាយបាទកាន់តែរីកចម្រើនទៅគឺយើងបានកំណត់នៅទំនប់បឹងមួយដាច់ដលែកបាទមានន័យថានេះបាទទីកន្លែងនេះគឺជាទំនប់បឹងបែងចែកបាទដោយកន្លងមកគឺបានន័យថាសប្បុរសជនជាច្រើនបានចូលរួមដោយសប្បុរសធម៌ចូលរួមច្រើនណាស់ហើយខ្ញុំបាទជាអាជ្ញាធរភូមិច្រេះជាមេភូមិភូមិច្រេះបានន័យថាចាំឈ្មោះសប្បុរសជនដែលបានចូលរួមប៉ុន្តែក្នុងឱកាសនេះគឺមិនសូមប្រកាសទេបាទអញ្ចឹងខ្ញុំបាទសូមបង្ហាញជូនគឺនៅថ្ងៃនេះបាទគឺយើងបន្ថែមទៅលើការអភិវឌ្ឍគម្រោងចាស់បាទត្រង់ចំណុចទាំងនេះដោយសារយើងមើលឃើញនៅរាល់ពេលខែវស្សាគឺត្រង់ផ្លូវនេះគឺលិចទឹកបាទធ្វើដំណើរមិនបានទេបាទអញ្ចឹងហើយគឺនៅថ្ងៃនេះគឺដែលមានការចូលរួមបាទឧបត្ថម្ភបាទចំពោះបងអែមលេខបាទឧបត្ថម្ភ10ឡានបាទទៅលើកន្លែងអភិវឌ្ឍគម្រោងចាស់បាទហើយរាល់ឆ្នាំគឺបងអែមលេខគាត់តែងតែជួយដែរបាទហើយនឹងបងអែមនិមលនិងលោកជំទាវក៏គាត់ជួយដែរហើយបន្ថែមលើកនេះគឺសូមអរគុណចំពោះក្រុមហ៊ុនឡានដីបងវឿនបាទបងវឿនគាត់ជួយភូមិច្រេះយើងឆ្នាំនេះច្រើនឡានណាស់បាទជួយរហូតដល់50ឡានបាទច្រើនណាស់បងវឿនអញ្ចឹងខ្ញុំសូមថតយករូបភាពហើយវីដេអូនេះដើម្បីចែកជូនបងប្អូននៅក្នុងភូមិច្រេះក៏ដូចជាបងប្អូននៅតាមបណ្ដាខេត្តឬក៏នៅក្រៅប្រទេសបាទការធ្វើនៅកសលផលបុណ្យកសាងផ្លូវនេះគឺបានបុណ្យច្រើនណាស់អានេះគឺតាមបាទព្រះសង្ឃដែលគាត់តែងតែទេសនាបដៅនិងចែកជូនដល់ពុទ្ធបរិស័ទថាការធ្វើបុណ្យជាផ្លូវនេះគឺបានបុណ្យច្រើនណាស់បាទអញ្ចឹងគឺនេះផងដែរគឺក្រុមហ៊ុនបងវឿនឡានដឹកដីនឹងគាត់ជួយបាទហើយគាត់មិនមែនជួយតែមកផ្លូវនេះគាត់ជួយច្រើនបាទនៅក្នុងភូមិច្រេះនេះគឺគាត់តែងតែជួយជានិច្ចឲ្យតែមានការសំណុំពរគឺគាត់ជួយដែរបាទហើយមានផ្លូវផ្សេងមិនដឹងទៀតបាទឆ្នាំនេះគឺសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុនឡានដឹកដីបងវឿនបាទដែលបានជួយចាក់ដីបន្ថែមទៅលើគម្រោងចាស់ហ
ហើយអ្វីដែលយើងខ្វះខាតគឺយើងខ្វះខាតទៅលើដីគ្រោះបាទក្រែងថាពេលភ្លៀងនៅរដូវវស្សាហ្នឹងវារអិលធ្វើឲ្យមានការរំខានដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយយើងការបោះជំហានគឺយើងធ្វើដំណើរមួយបាទពីព្រោះយើងមិនមានធនធានច្រើនទេគឺយើងត្រូវធ្វើដំណើរមួយបាទបើសិនជាឆ្នាំនេះផ្លូវបុកចូលទីស្នាក់ការភូមិនៅក្នុងឆ្នាំនេះវានៅតែមិនល្អទេគឺយើងបន្តទៅឆ្នាំក្រោយទៀតបាទគឺអ្វីក៏ដោយយើងត្រូវការពេលវេលាបាទត្រូវការពេលវេលាបាទអញ្ចឹងក៏មានមោទនភាពខ្លាំងបំផុតចំពោះសប្បុរសជនដែលបានចំណាយធនធានបាទចំណាយធនធានដោយมันមានលក្ខខណ្ឌទេបាទពួកគាត់កាលណាធ្វើបុណ្យគាត់មិនដែលខ្វល់ពីរឿងអ្វីផ្សេងទេបាទគាត់ជួយដោយទឹកចិត្តល្អបរិសុទ្ធបាទអញ្ចឹងគឺយើងបានឃើញថាផ្លូវនេះគឺបានន័យថាគឺចេញពីកវ៉ាត់បឹងតកៅរបស់យើងបាទចេញពីហ្នឹងរហូតទៅដល់ទីស្នាក់ការភូមិបាទដែលខ្ញុំបង្ហាញជូននេះនៅទីនេះគឺមានស្ថានីយ៍បូមទឹកមួយកាលពីមុនឡើយគឺយើងប្រើស្ថានីយ៍ដើម្បីបែងចែកទឹកទៅតាមប្រព័ន្ធបន្លាយបាទអញ្ចឹងថ្ងៃនេះយើងបំពេញបន្ថែមទៅលើការខ្វះខាតដែលបងប្អូនទាំងអស់ពីមុនមានសប្បុរសជនច្រើនណាស់ដែលបានជួយនៅក្នុងកំណាត់ផ្លូវនេះបាទចម្ងាយរបស់វាយើងប៉ាន់ប្រមាណទៅចូល50ម៉ែត្របាទហ្នឹងហើយ50ម៉ែត្រហើយផ្លូវនេះផងដែរគឺផ្លូវ14ម៉ែត្របាទគឺយើងបែងចែកជាផ្លូវទឹកដើម្បីស្រោចស្រពដំណាំប្រជាពលរដ្ឋដូចជាការរដូវប្រាំងអីយើងបានធ្វើស្រែប្រាំងហើយមកចំណែកទៀតគឺយើងធ្វើទៅលើការធ្វើដំណើរអញ្ចឹងផ្លូវនេះគឺបុកត្រង់ទៅស្នាក់ការភូមិច្រេះតែម្ដងបាទហ្នឹងហើយដែលមានទំហំ14ម៉ែត្របាទហ្នឹងហើយខ្ញុំបាទក៏តំណាងឲ្យអាជ្ញាធរភូមិច្រេះបាទតំណាងឲ្យប្រជាពលរដ្ឋភូមិច្រេះហើយនឹងក្រុមការងារមានលោកអនុភូមិលោកមួនធីរ៉ាសមាជិកភូមិលោកស្រីព្រំផារីបាទគ្រប់ថ្លែងអំណរគុណចំពោះសប្បុរសជនដែលបានបរិច្ចាគថវិកាបាទមានលោកអែមលេខនិងលោកស្រីអឹងសឹមបាទហើយនឹងក្រុមហ៊ុនដឹកដីលោកវឿនបាទដែលបានចំណាយធនធានបាទជួយអភិវឌ្ឍភូមិច្រេះបាទហ្នឹងហើយក៏សូមប្រសិទ្ធពរជ័យជូនពរទៅដល់អស់លោកអ្នកដែលមានសទ្ធាទាំងមុននិងទាំងក្រោយបាទសូមឲ្យទេវតាឆ្នាំថ្មីជួយបិបាច់ថែរក្សាអស់លោកអ្នកនាងទាំងអស់ឲ្យមានសុខភាពល្អបរិបូរណ៍ទទួលបានជោគជ័យថ្មីក្នុងមុខរបររស់ស៊ីហើយបើក្នុងជួរមន្ត្រីរាជការសូមឲ្យបាទមានកិត្តិនាមកិត្តិយសមានបុណ្យមានស័ក្តិឡើងទួនាទីឡើងប្រាក់ខែសុខចម្រើនសម្រាប់រាល់ជោគជ័យថ្មីសម្រាប់ឆ្នាំថ្មី2025បាទហើយក៏សូមជូនពរទៅដល់ពុកម៉ែបងប្អូនដែលបានទស្សនានៅវីដេអូបាទចំនួន10នាទីជាងនេះបាទប្រសិទ្ធពរជ័យសុខសប្បាយគ្រប់ក្រុមគ្រួសារបាទសូមជម្រាបលា